តែយើងគួរតែទៅលេងកោះស្ដេចឲ្យបានម្ដងអត់នៅក្នុងឆាកជីវិតរបស់យើងសម្រាប់ខ្ញុំគឺចង់ទៅដោយសារតែខ្ញុំតែងតែមានក្តីសម័យថាចង់ទៅកោះស្ដេចចង់ទៅយូរហើយគ្រាន់តែលើឈ្មោះហ្នឹងចង់ទៅបាត់ហើយចង់ដឹងថាម៉េចបានគេដាក់ឈ្មោះកោះស្ដេចអីចឹងទៅឆ្ងល់អើយឆ្ងល់ finally ខ្ញុំបានទៅកោះស្ដេចមែនតើខ្ញុំបានទៅពេលហ្នឹងខ្ញុំទៅដំណើរកម្សាន្តជាមួយក្រុមហ៊ុនអីចឹងណានាំទៅចឹងទៅហើយក៏ខ្ញុំបានទៅហើយខ្ញុំធ្វើជាកាមេរ៉ាមែននៅហ្នឹងដែរស្អាតមែនតើទេសភាពនៅហ្នឹងស្អាតវាមិនមែនត្រឹមតែជាកោះមួយដែលជាប់ឆ្នេរជាប់អីធម្មតាវាក៏មានប្រជាជនអ្នកភូមិរស់នៅលើហ្នឹងមូលហេតុដែលគេដាក់ឈ្មោះថាកោះស្ដេចមានរឿងព្រេងមួយដែលគេដំណាលថាណាតែឥឡូវយើងដល់មករៀនប្រវត្តិសាស្ត្រហើយអញ្ចឹងរឿងនេះជារឿងព្រេងទេខ្ញុំមិនដឹងថាវាពិតឬក៏មិនពិតទេគ្រាន់ថាជាទូទៅខ្មែរយើងតែងតែមានរឿងព្រេងនៅពេលដែលមានដាក់ឈ្មោះដាក់អីចឹងណាបងប្អូនដឹងអត់បើអ្នកដឹងជួយប្រាប់ខ្ញុំផងតាមម៉េចបានគេដាក់ឈ្មោះកោះស្ដេចតាមការស្រាវជ្រាវរបស់ខ្ញុំគឺម៉េចបានគេដាក់ឈ្មោះកោះស្ដេចដោយសារតែការវិព្រៃនាយហ្នឹងមានស្ដេចមួយអង្គគាត់ធ្វើដំណើរឆ្លងកាត់នៅតំបន់កោះហ្នឹងអញ្ចឹងណាហើយនៅពេលដែលគាត់ទៅដល់កោះហ្នឹងគឺអត់មានទឹកដើម្បីញ៉ាំអីចឹងទេខ្ញុំអត់ដឹងថាភាសាស្ដេចនិយាយមិនទេនិយាយញ៉ាំហ្មងក៏អត់មានទឹកដើម្បីញ៉ាំចឹងទេអញ្ចឹងគាត់ក៏យកដាវរបស់គាត់ហ្នឹងកាប់លើថ្មម្ដុំហើយកាប់លើថ្មហ្នឹងប៉ាំងឬក៏វាចេញទឹកស្អាតមកហើយទឹកសាបទឹកអីដែលយើងអាចញ៉ាំបានអញ្ចឹងណាហើយអាទីកន្លែងដែលចេញទឹកមកហ្នឹងគឺគេដាក់ឈ្មោះថាដងស្ដេចហើយដងស្ដេចហ្នឹងគឺមានមែននៅលើកោះស្ដេចពេលខ្ញុំទៅលេងហ្នឹងក៏បានទៅមើលដងស្ដេចហ្នឹងដែរខ្ញុំដាក់រូបឲ្យមើលអ្នកដែលអត់ធ្លាប់ស្គាល់តែបើអ្នកនៅកោះស្ដេចខ្ញុំគិតថាធ្លាប់ស្គាល់ច្រើនហើយរឿងដែលកាន់តែពិសេសហើយកាន់តែមិនគួរឲ្យជឿណាដងហ្នឹងគឺអ្នកភូមិថាអត់ចេះរិញទេទោះបីជាខែប្រាំងដែរខែប្រាំងបងប្អូនគ្នាដឹងហើយខែប្រាំងគឺអត់មានទឹកទេកន្លែងមួយចំនួនគឺរិញហើយដងនេះគឺអត់ចេះរិញអញ្ចឹងបានថាសុំឈ្មោះជាដងស្ដេចមែនដងស្ដេចហ្នឹងគឺតាមដឹងគឺប្រើមកភូមិមកប្រើមកកោះហ្នឹងហ្មងណាហើយបងប្អូនគ្នាគិតមើលនៅជុំវិញកោះហ្នឹងសិតតែទឹកសមុទ្រហ្នឹងមិនមានទឹកសាបមកពីណាហើយចុះឧទាហរណ៍ថាបើសិនជាអត់មានដងហ្នឹងចុះអ្នកភូមិនៅនឹងបានអីញ៉ាំបានអីចឹងទៅមិនត្រូវដឹកទឹកពីដីសាបទៅញ៉ាំអីចឹងហើយចុះមិនពិបាកទៅរឿងពេលខ្លះវាអត់គួរឲ្យជឿហ្មងប៉ុន្តែវាត្រូវតែជឿព្រោះវាមានមែនតែហ្នឹងបើយើងអត់ជឿមិនកើតបើដងហ្នឹងវាមាននៅកោះស្ដេចមែនតែហើយអ្នកភូមិប្រើអាទឹកដងហ្នឹងហើយកុំអីក៏ខ្ញុំអត់បានស្គាល់ដងស្ដេចចឹងដែរដោយសារតែពេលហ្នឹងខ្ញុំជិះកង់អង្គុយទៅលេងនៅកន្លែងអ្នកភូមិនៅលើកោះហ្នឹងទៅក៏គាត់ប្រាប់ថាអូនឯងទៅមើលដងស្ដេចនៅខាងមុខអីចឹងណាហើយពេលខ្ញុំទៅមើលហ្នឹងខ្ញុំអត់ចាប់អារម្មណ៍ទេថានឹងដងស្ដេចអីចឹងព្រោះឃើញទៅទូចធម្មតាអត់មានអីគួរឲ្យពិសេសចឹងណាតទៅពេលមកផ្ទះវិញស្រាវជ្រាវពីប្រវត្តិហ្នឹងទៅបានដឹងថាអូអស្ចារ្យមែនតើអញ្ចឹងរឿងដំណើរគឺតែប៉ុណ្្នឹងឯងអញ្ចឹងមិនថាវាជាប់ឈ្មោះកោះស្ដេចនៅនឹងអញ្ចឹងណានេះវាគ្រាន់ជារឿងព្រេងដែលខ្ញុំស្រាវជ្រាវមកទេខ្ញុំអត់ដឹងថារឿងពិតគឺមិនទេធម្មតាឈ្មោះគេតែងតែមានដើមកំណើតនៃឈ្មោះអញ្ចឹងណាតែបងប្អូនដែលនៅកោះស្ដេចបើបានមើលវីដេអូនេះហើយជួយប្រាប់ខ្ញុំផងថាមិនបានគេដាក់ឈ្មោះកោះស្ដេចឥឡូវយើងឈប់រៀនប្រវត្តិសាស្ត្រត្រឹមហ្នឹងឥឡូវយើងមកចូលមើលថាតើទេសភាពនៅកោះស្ដេចស្អាតមិនដែរអូស្អាតខ្លាំងមែនទែនយើងបានទៅកោះស្ដេចមានជ័យយើងបានទៅកន្លែងផ្សេងៗទៀតយើងបានទៅកន្លែងច្រើនតែខ្ញុំគាត់ថាខ្ញុំរៀងភ្លេចបន្តិចដែរដោយសារពេលហ្នឹងទៅរៀងយូរហើយខ្ញុំទំតែបានកាត់វីដេអូនេះហើយពេលទៅកោះស្ដេចហ្នឹងខ្ញុំឈឺទៀតខ្ញុំពេលមុនទៅកោះស្ដេចខ្ញុំឈឺដេកពេទ្យអស់50រៀលឈឺដេកពេទ្យអស់50រៀលស្អែកឡើងត្រូវទៅចោះបេសកកម្មនៅកោះស្ដេចហ្នឹងអញ្ចឹងទៅដល់មានអារម្មណ៍ថាធម្មជាតិដូចជួយព្យាបាលយើងហ្មងខ្ញុំជិះឡានពីភ្នំពេញទៅដល់កោះស្ដេចអូយល្វើយចង់ងាប់អីអត់ចង់ទៅទេតែពេលទៅដល់កោះស្ដេចបានជិះទូកស្ទូចត្រីបានជិះមើលទេសភាពបានញ៉ាំអីឆ្ងាញ់បានមើលទឹកសមុទ្រស្ដាប់សលេងទឹកសមុទ្រមានអារម្មណ៍ថាយើងដូចរីឡាកដូចជាវិញហ្មងតែប៉ុន្តែមនុស្សយើងចូលចិត្តដើរលេងផងទេទាំងអស់គ្នាគិតថាមិនដែរចំពោះវីដេអូមួយនេះហើយគិតថាមិនដែរចង់ទៅលេងកោះស្ដេចអត់ក្នុងមួយឆាកជីវិតគ្រាន់តែនិយាយចំណាប់អារម្មណ៍ទេនៅកោះស្ដេចជិះទូកស្ទូចត្រីគឺអែមមែនតើដោយសារតែទីតាំងកន្លែងហ្នឹងគឺវាអំណោយផលក្នុងការស្ទូចត្រីហើយស្ទូចបានតែខ្ញុំស្ទូចអង្គុយស្ទូចឡើងប្រហែលម៉ោងអត់បានអង្គុយស្ទូចឡើង2ម៉ោងអត់បានសំបីតែមួយតែបងទៅកងទូកគាត់ដាក់បានដូចគាត់ដឹងខ្ញុំសួរតិចនេះគាត់ដែរថាបងអាហ្នឹងស្ទូចមិនបានវាបានអញ្ចឹងគាត់ថាណែដាក់ត្រីចូលទៅក្នុងដាក់នុយចូលហើយនុយគេសិតមឹកសិតបកាដាក់មឹកចូលទៅក្នុងទឹកឃើញខ្សែកតាក់ទាញមកខ្ញុំទាញមកគ្មានបានទេហើយត្រីនឹងឃើញហើយចង់អាំងភ្លាមតែពេលហ្នឹងអត់បានញ៉ាំត្រីដោយសារយើងដាក់អីទៅញ៉ាំវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណដល់អ្នកគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះគិតខ្លួនឯងទៅថាមួយឆាកជីវិតនេះគួរតែទៅកោះស្ដេចឲ្យបានម្ដងឬមួយក៏អត់ save money for your plan and save money for your trip so see you guys in the next video and thank you so much for watching this video and yeah